ខ្ញុំធ្វើបានតែក្នុងចំណោមតូចមួយដែលខ្ញុំធ្វើបានប៉ុន្តែបច្ចេកវិទ្យាយើងមាននៅក្នុងដៃហើយបើសិនជាចលនានេះធ្វើបានកើតឡើងអានេះចលនាមួយធំមិនបាច់នាំជីបរទេសចូលខ្ញុំជាអតីតនិស្សិតនៅសហព័ន្ធសូវៀតផ្នែកគ្រឿងយន្តកសិកម្មក្រោយពីចប់មកបានខ្ញុំទៅស្រុកប្រាំងរហូតដល់2013ខ្ញុំមកលេងស្រុកខ្មែរហ្នឹងហើយដល់មកទៅខ្ញុំអត់ត្រឡប់ក្រោយសម្រាប់ខ្ញុំស្រុកយើងនេះវាចំណេញជាងនៅស្រុកប្រាំងនៅធ្វើអីគាត់ហួសតែនៅស្រុកយើងនេះយើងធ្វើអីបានជាប្រយោជន៍ជាតិហ្នឹងច្រើននៅកន្លែងនេះខ្ញុំមានសិប្បកម្មខ្មែរ Eco Technology មានគោជាក្រានបរិស្ថានមានឡដុសសម្រាមផលិតម៉ាស៊ីនកាត់សម្រាមធ្វើជីជីកសិកម្មធ្វើពីសម្រាមផ្ទះបាយយើងផលិតជាទឹកមេជីសម្រាប់យកមកផលិតធ្វើជីហ្នឹងមានបច្ចេកវិទ្យាផ្សេងៗទៀតដែលយើងផលិតហ្នឹងណាជីកំប៉ុស្តទឹកខ្ញុំទើបនឹងចាប់ដើមរយៈពេលប្រហែលជា7ខែនេះឯងយើងសាកលើស្រូវជិត100ហិកតាហ្នឹងហើយយើងឃើញថាទិន្នផលបានល្អហើយនឹងចែកជូនទៅមិត្តភក្តិអីប្រើទៅលើអីផ្សេងៗហ្នឹងទី1យើងសម្លឹងទៅលើសម្រាមតើសម្រាមហ្នឹងយើងយកទៅឯណាទី2បើសិនជាយើងច្នៃសម្រាមនោះឲ្យទៅជាជីតើវាមានផលប្រយោជន៍អីទី3យើងសម្លឹងទៅលើសុខភាពជាទូទៅនៅស្រុកយើងនេះប្រជាជនដែលប្រើគីមីនោះប៉ះអីខ្លះខ្ញុំសាកល្បងមើលខ្លួនឯងថាក្នុងមួយផ្ទះខ្ញុំប៉ុណ្ណឹងគ្នា4នាក់មួយខែខ្ញុំអាចផលិតពីទឹកហ្នឹងអាកំប៉ុស្តទឹកហ្នឹងខ្ញុំអាចផលិតបានជិត100លីត្រមួយខែសម្រាប់ផ្ទះបាយព្រោះយើងត្រូវដឹងថារាល់ថ្ងៃហ្នឹងអាហារដែលយើងចោលដល់ 70% យើងទិញមកដូចស្ពៃចឹងណាលួយកាត់ចោលអាគល់កាត់ចោលអាសបកស្អីចិត្តបោះចោលអញ្ចឹងយើងទទួលទានបានអា 30-40% ហ្នឹងអស់ហើយជាគំនិតខ្ញុំថាបើសិនជាគ្រួសារមើលកុំចោលសម្រាមហ្នឹងយើងញែកហើយឲ្យគាត់បានប្រយោជន៍ទៅវិញនៅក្នុងហ្នឹងគាត់ញែកសម្រាមផ្លាស្ទិកគេយកទៅធ្វើអីផ្សេងទៅវែងកែវយកធ្វើអីផ្សេងទៅសម្រាមយើងយកមកធ្វើជីទៅអញ្ចឹងប្រជាជនបានប្រយោជន៍ពីសម្រាមនឹងទាំងអស់គាត់នៅក្នុងផ្ទះគាត់ញែកសម្រាមគាត់បានជីប្រើអាវែងកែវផ្លាស្ទិកហ្នឹងយើងមានអ្នកបច្ចេកទេសផ្សេងទៅយកទៅច្នៃទៅប៉ុន្តែខ្ញុំបញ្ជាក់ជូនរឿងបច្ចេកវិទ្យាបន្តិចយើងអាចឲ្យប្រជាជនដែលចង់ចេះគ្រាន់តែធ្វើតូចតាចបានប៉ុន្តែឲ្យធ្វើធំតើតែឆ្លងកាត់បច្ចេកវិទ្យាធំអញ្ចឹងនៅក្នុងនេះយើងមានបច្ចេកវិទ្យាផលិតទឹកសម្រាប់មេជីកុំឲ្យវាស្អុយគ្រាន់វាបានទឹកជីហើយយើងយកទឹកជីហ្នឹងមកឆ្លងកាត់ប្រព័ន្ធ plasma ប្រព័ន្ធអេឡិចត្រូនធ្វើអគ្គិសនីវិភាគទៀតបានយើងបានជីនេះទៅជាជី nano ខ្ញុំធ្វើបានតែក្នុងចំណោមតូចមួយដែលខ្ញុំធ្វើបានទេប៉ុន្តែបច្ចេកវិទ្យាយើងមាននៅក្នុងដៃហើយបើសិនជាចលនានេះធ្វើបានកើតឡើងអានេះចលនាមួយធំមិនបាច់នាំជីបរទេសចូលទេដីយើងនេះដីសវណ្ណភូមិហ្នឹងយើងធ្វើអីក៏បានធ្វើអញ្ចឹងរបស់ជុំវិញខ្លួនយើងសិតរបស់មានប្រយោជន៍អីរបស់ឥឡូវគោលដៅឥឡូវនេះដូចខ្ញុំធ្វើសម្រាមហ្នឹងវាពាក់ព័ន្ធសុខភាពហើយបរិស្ថានហ្នឹងណានេះធ្វើជាក្រុមមិនមែនទៅខ្ញុំតែឯងទេខ្ញុំគិតថាអនាគតទៅវានឹងថយបើសិនជាគ្មានអ្នកណាមួយចាប់កិច្ចការនេះយកឡើងដោយសារខ្ញុំជាអ្នកស្រាវជ្រាវមិនមែនអ្នកផលិតទេបើតាមសង្វាក់ផលិតកម្មយើងអ្នកស្រាវជ្រាវនឹងរុញទៅឲ្យអ្នកផលិតគេចាត់ចែងទាំងពីការគ្រប់គ្រងទៅលើទីផ្សារសំខាន់ណាស់គ្រប់ផលិតផលអញ្ចឹងបានក្មេងៗដែលគាត់ចង់រកស៊ីស្អីមួយហ្នឹងសំខាន់មុននឹងបង្កើតអីមួយត្រូវសម្លឹងមើលទីផ្សារសិនថាតើទីផ្សារហ្នឹងវាមានឬអត់ហើយកម្រិតនៅទីផ្សារហ្នឹងវាមានទំហំប៉ុណ្ណាហើយនឹងចាត់ចែងទៅលើប្រាក់ចំណូលប្រាក់ចំណាយហ្នឹងតើវារួចខ្លួនទេអត់មានពេលខ្លះគេថាទៅបរទេសវិញទៅហ្នឹងមានពេលខ្លះគេចង់ដែរណាបើត្រឡប់ទៅវិញទៅយកបច្ចេកវិទ្យានេះទៅនោះប្រហែលជាវាទៅឌឿនតែមានពេលខ្លះយើងធ្វើទៅយើងបានថវិកាណាទៅទៅឆែកកុងធនាគារទៅមានប្រហែល$20សំខាន់មួយខែទៅទុកឲ្យបានប្រាក់ខែទៅដល់ជាងហ្នឹងគឺសំខាន់ណាស់រឿងទី1យើងទិញសម្ភារៈយើងធ្វើយើងចាយពេលវេលាយើងអីរហូតដល់ថ្ងៃនេះមានបានអីមកវិញធ្វើអីបានខ្ញុំចេះតែធ្វើទៅប្រទេសមួយมันអាចមានបច្ចេកវិទ្យាឲ្យទុកចោលទេខ្ញុំនៅតែសង្ឃឹមថាថ្ងៃមួយវានឹងកើតជាប្រយោជន៍ជាតិ
សូម្បីតែខ្ញុំធ្វើទៅវាមិនដើរគោលរបស់វាមានឯកសារនៅទុកដែរយើងដែលលឺដែលថាអូគេធ្វើកើតមិនខ្ញុំធ្វើអកើតវារឿងកិច្ចការនោះយើងអត់ស្រឡាញ់វាធ្វើមិនកើតតើយើងស្រឡាញ់វាបានយើងធ្វើបាន